ធ្វើចិត្តឲ្យដូចទឹកនៅលើស្លឹកឈូកកាលណាផ្អៀងទឹកនឹងហូររឿងរ៉ាវទាំងឡាយបើធ្ងន់ខ្លាំងទម្លាក់ចោលខ្លះទៅគេមានប៉ុនគេយើងមានប៉ុនយើងជោគវាសនាជីវិតមិនដូចគ្នាទេរៀនត្រេកអរនឹងអ្វីដែលអ្នករកបានហើយខិតខំបន្តបើគេស្អប់យើងហើយទោះបីជាយើងប្រឹងធ្វើល្អប៉ុណ្ណាក៏គេរកកន្លែងទឹះយើងទាល់តែបានយើងមកខ្លួនទៅវិញក៏ខ្លួនទៅដែរព្យាយាមសាងល្អធ្វើអំពើល្អដែលជាគុណតម្លៃនៃជីវិតទើបរស់នៅបានសេចក្តីសុខបើយើងធ្វើល្អនឹងគេហើយគេនៅតែមិនស្មោះយើងត្រូវប្រាប់ខ្លួនឯងថាគេជាអ្នកបាត់បង់មនុស្សល្អម្នាក់មិនមែនយើងអ្នកបាត់បង់គេនេះឈឺកាយមិនស្មើឈឺចិត្តឈឺកាយអាចរកថ្នាំព្យាបាលបានតែបើឈឺចិត្តមិនមានថ្នាំព្យាបាលទេដូច្នេះត្រូវថែរក្សាផ្លូវចិត្តឲ្យបានល្អរឿងមិនល្អក៏បោះចោលឲ្យអស់ទៅជីវិតមួយនេះខ្លីណាស់មិនគួរទៅចំណាយពេលខឹងស្អប់ឬគុំគួនជាមួយអ្នកណាឡើយគួរចំណាយពេលស្វែងរកសេចក្តីសុខឲ្យខ្លួនឯងប្រសើរជាងដល់វ័យនេះហើយមិនចាំបាច់ខ្វល់ថាអ្នកណាពេញចិត្តឬមិនពេញចិត្តអ្នកនោះទេគ្មានអ្នកណាដឹងសុខទុក្ខយើងក្រៅពីយើងខ្លួនឯងនោះទេ